តើអ្នកបានកាត់សម្គាល់ឃើញពីការប្រែប្រួលអាកាសធាតុនៅកន្លែងដែលអ្នករស់នៅដែរឬទេតើអ្នកមានអារម្មណ៍ថាសីតុណ្ហភាពមានការកើនឡើងជាងមុនដែរឬទេតើនៅរដូវវស្សាដែលធ្លាប់មានភ្លៀងធ្លាក់តិចពេកឬក៏ពេលខ្លះច្រើនខ្លាំងក្នុងពេលតែមួយដែរឬទេការផ្លាស់ប្ដូរទាំងនេះអាចនាំឲ្យមានទឹកជំនន់គ្រោះរាំងស្ងួតខ្វះខាតម្ហូបអាហារភ្លើងឆេះព្រៃនិងបាត់បង់សត្វព្រៃជាដើមបញ្ហាទាំងនេះកំពុងកើតឡើងនៅទូទាំងពិភពលោកប៉ុន្តែហេតុអ្វីបានជាមានបញ្ហានេះកើតឡើងការពិតឧស្សាហកម្មនានាគឺជាអ្នកដែលកំពុងបំពុលខ្យល់ហើយការបំពុលនេះបានបង្កើតជាស្រទាប់បរិយាកាសដែលរាំងខ្ទប់កម្ដៅមិនឲ្យចេញពីភពផែនដីនិងប៉ះពាល់ដល់អាកាសធាតុរបស់យើងបុព្វហេតុនេះត្រូវបានគេហៅថាការប្រែប្រួលអាកាសធាតុមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការធ្វើឲ្យរបាំងខ្ទប់កម្ដៅលើផែនដីនេះបាត់ទៅវិញគឺការពឹងផ្អែកលើការលូតលាស់បែបធម្មជាតិរបស់ព្រៃឈើក្នុងការជួយស្រូបយកកាបូនចេញពីបរិយាកាសប៉ុន្តែនៅទូទាំងពិភពលោកព្រៃឈើរបស់យើងកំពុងរងការកាប់បំផ្លាញយ៉ាងគំហុកដំណោះស្រាយមួយក្នុងការទប់ស្កាត់បញ្ហានេះគឺកម្មវិធី Red Book កម្មវិធី Red Book ភ្ជាប់ទំនាក់ទំនងជាមួយឧស្សាហកម្មនានាដែលកំពុងបំពុលបរិយាកាសទៅនឹងសហគមន៍ដែលរស់នៅជិតព្រៃឈើឧស្សាហកម្មទាំងនោះត្រូវផ្ដល់ថវិកាដល់សហគមន៍ដើម្បីការពារព្រៃឈើរបស់ពួកគេឲ្យបានគង់វង្សជាមួយនឹងថវិកាដែលពួកគេទទួលបានសហគមន៍អាចប្រើប្រាស់ដើម្បីអភិវឌ្ឍភូមិឋានរបស់ពួកគេដូចជាការកែលម្អវិស័យអប់រំកម្មវិធីសុខភាពលទ្ធភាពទទួលបានទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធជាដើមព្រៃឈើផ្ដល់ឲ្យយើងនូវអាហារថ្នាំពេទ្យនិងទីជម្រកវាក៏ជួយគ្រប់គ្រងអាកាសធាតុគាំទ្រដល់វដ្តនៃទឹកនិងសម្អាតខ្យល់ក្នុងបរិយាកាសព្រៃឈើក៏ជាដែនជម្រកសម្រាប់សត្វព្រៃផងដែរឥឡូវនេះយើងដឹងថាកម្មវិធី Red Book អាចផ្ដល់ថវិកាសម្រាប់ការពារថែរក្សាព្រៃឈើរបស់យើងហើយយើងអាចប្រើប្រាស់ថវិកាទាំងនោះដើម្បីធ្វើឲ្យសហគមន៍របស់យើងមានអនាគតដ៏ត្រចះត្រចង់ជាងនេះលក្ខខណ្ឌតែមួយគត់ដើម្បីចូលរួមក្នុងកម្មវិធីនេះគឺការថែរក្សាព្រៃឈើឲ្យនៅគង់វង្សល្អហើយយើងក៏មិនត្រូវបរបាញ់និងបរិភោគសត្វព្រៃមិនកាប់ឈើឬទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ហាមឃាត់ដើម្បីធ្វើកសិកម្មនោះឡើយក្នុងនាមជាអ្នកការពារព្រៃឈើយើងមានឱកាសចូលរួមចំណែកក្នុងកិច្ចការដ៏សំខាន់មួយនេះប្រសិនបើយើងចូលរួមចំណែកទាំងអស់គ្នាយើងអាចកែលម្អជីវិតរស់នៅក្នុងសហគមន៍ឲ្យប្រសើរឡើងអាចសម្អាតខ្យល់នៅលើភពផែនដីនិងអាចគ្រប់គ្រងអាកាសធាតុឲ្យបានល្អប្រសើរជាពិសេសជួយថែរក្សាមនុស្សគ្រប់រូបឲ្យមានសុវត្ថិភាពព្រមទាំងថែរក្សាសុខុមាលភាពនៃភពផែនដីរបស់យើងបានព្រៃឈើមានតម្លៃខ្លាំងនៅពេលដែលវានៅគង់វង្សនិងឈរយ៉ាងរឹងមាំ